ហើយឥឡូវនៅរាជធានីភ្នំពេញនេះខ្ញុំឲ្យរៀបចំនៅកន្លែងផ្លូវកប់ស្រូវត្រៀមប្រហែលជាង70ហិកតាដើម្បីធ្វើសួនសាធារណៈឲ្យអ្នកក្រុងភ្នំពេញដើម្បីធ្វើតែម្ដងមានគេមកកាល់កលេថាបងអានឹង1ការ៉េ1000បងឯងគិតមើល70ហិកតា1ការ៉េ1000បាន70លានណាបងឯងយកអភិវឌ្ឍអីផ្សេងខ្ញុំថាអត់ទេអភិវឌ្ឍផ្សេងកន្លែងផ្សេងតែកន្លែងនេះយើងទុក70ហិកតាយកធ្វើសួនសាធារណៈទុកឲ្យអ្នករាជធានីភ្នំពេញបាទថ្ងៃក្រោយទៅលេងនោះក៏បានស្អីក៏បានហើយយើងរៀបចំមានកន្លែង picnic កន្លែងអីគាត់ទៅជួនកាលកន្លែងរៀបចំក្រុងរៀបចំ concert ថ្ងៃសៅរ៍ថ្ងៃអាទិត្យដូចនៅនេះមាននៅនោះទៀតចឹងរៀបចំសប្បាយឥឡូវឯកឧត្តមគង់ស្រេងកំពុងតែដាក់ដាំដើមឈើរាប់ពាន់ដើមឥឡូវនេះខ្ញុំថាបដោះទៅទីទៀតយើងនឹងរៀបឲ្យព្រោះទៅថ្ងៃក្រោយកណ្ដាលក្រុងធំត្រូវតែមានទីលានទីធ្លាទលំទលាយសម្រាប់សាធារណៈជូនប្រជាពលរដ្ឋរបស់យើងបាទហើយខេត្តខ្លះក្រុងខ្លះបើនៅកណ្ដាលក្រុងអត់មាននៅជិតក្រុងហ្នឹងថ្ងៃមុនខ្ញុំឲ្យយោបល់100 200ហិកតាបំរុងទុកទៅជាសួនសាធារណៈសម្រាប់គាត់ទៅបាទឥឡូវយើងគិតថាឆ្ងាយសម្រាប់ខេត្តខ្លះតែតិចទៀតអត់ឆ្ងាយទេពួកក្រុងវានឹងរីកអញ្ចឹងយកដីនោះទុកឲ្យហើយទៅសម្រាប់ធ្វើទីលានសាធារណៈសម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋនេះហើយគឺអ្វីដែលយើងត្រូវប្រកួតប្រជែងខេត្តទី1រៀបចំកន្លែងសាធារណៈឲ្យបានកាន់តែល្អខេត្តកែបគាត់ចាប់ផ្ដើមចាក់ខ្សាច់ដើម្បីធ្វើសួនតាមមាត់សមុទ្រឆ្នេរសមុទ្រសម្រាប់សាធារណៈគាត់ឃើញខេត្តព្រះសីហនុធ្វើខ្ញុំថាល្អគ្រប់តធ្វើបែបនេះធ្វើម៉េចបង្កើតទីលានទីកន្លែងសាធារណៈជាផលប្រយោជន៍សម្រាប់បងប្អូននៅក្នុងខេត្តហើយក៏វាជាកន្លែងតាក់ទាញនៃទេសចរមកពីក្រៅខេត្តក៏ដូចពីក្រៅប្រទេសដែរបាទឥឡូវទៅមើលនៅ Walk Street នេះគឺមិនមែនមានតែខ្មែរទេបរទេសទៅរំពេញនោះបាទហើយខ្ញុំប្រាប់ថាដែលបទពិសោធន៍គឺទេសចរក្នុងប្រទេសនាំមុខទេសចរក្រៅប្រទេសពេលដែលខ្ញុំទៅប្រទេសណាមួយខ្ញុំអត់ដឹងខ្ញុំតែងតែសួរបើមិនមាន tour guide ខ្ញុំសួរអ្នកនៅអូតែលកុងស៊ីយេគេថាកន្លែងណាដើរលេងគេតែងតែច្អល់បង្ហាញទៅកន្លែងដែលមានមនុស្សច្រើនហើយកន្លែងមនុស្សច្រើនភាគច្រើនគឺមនុស្សមិនមែនសុទ្ធតែទេសចរទេគឺកន្លែងដែលប្រជាពលរដ្ឋរបស់គេទៅអញ្ចឹងយើងក៏ទៅអញ្ចឹងការរៀបចំសម្រាប់ប្រជាពលរដ្ឋនៅក្នុងកន្លែងនេះគឺជាអ្វីដែលការគិតគូរហើយខ្ញុំថាពេលដែលប្រទេសយើងរីកចម្រើនកាន់តែខ្លាំងជីវិតប្រជាពលរដ្ឋយើងមិនខុសពីគេទេខ្ញុំចាំថាកាលឆ្នាំ90ជាងយើងតែងតែសើចបរទេសខាងអ៊ុនតាក់ឲ្យតែធ្វើការហាត់បាយណាត់បាយគេហៅ working lunch ខ្ញុំថាពួកនេះអត់ចេះសម្ភារអីណាត់គ្នាតែធ្វើការម៉ោងបាយឥឡូវយើងមិនតិចទេគឺរវល់រៀងខ្លួនអញ្ចឹងមានតែម៉ោងបាយហ្នឹងគឺថាកុំឲ្យខាតហូបផងធ្វើការផងជាคล้ายទៅជាសាមញ្ញคล้ายទៅជាភាពធម្មតាហើយមែនទេនេះហើយគឺជាការប្រែប្រួលហើយនេះហើយគឺជាការប្រែប្រួលបានន័យថាជីវិតនិងដំណើរជីវិតរបស់ប្រជាពលរដ្ឋយើងទាំងរាជធានីខេត្តទាំងអស់នឹងកាន់តែច្រើនកាន់តែតិចសម្រាប់គ្រួសារសម្រាប់ពេលវេលាផ្ទាល់ខ្លួនអានឹងជាខ្សែចង្វាក់នៃការផលិតកម្មគ្មានកន្លែងណាដែលអភិវឌ្ឍលឿនងាកទៅប្រជាពលរដ្ឋដើរពើទេបាទតែកន្លែងណាដែលជីវិតរបស់ប្រជាពលរដ្ឋកាន់តែលឿនកន្លែងនោះហើយសំបីតែនៅអាមេរិកដូចគ្នានៅខេត្តដែលសម្បូរទៅដោយកសិកម្មមិនសូវមានប្រជាពលរដ្ឋជីវភាពរបស់គាត់ធម្មតាគេហៅ low pace តែបើទៅទីក្រុងដូចញូវយ៉កអីមនុស្សសឹងតែដើរបុកគ្នាអត់មានមើលគ្នាហ្មងទេពួកម្នាក់រវល់រៀងខ្លួនហើយទីក្រុងហិរញ្ញវត្ថុរបស់អាមេរិកយើងដូចគ្នាអញ្ចឹងបានន័យថាប្រជាពលរដ្ឋយើងកាន់តែ stress អញ្ចឹងការកំសាន្តកន្លែងកំសាន្តកន្លែងលំហែកាយកន្លែងចំណាយពេលវេលារវាងគ្រួសារម្នាក់ឥឡូវប្រហែលជាមានពេលកាន់តែតិចជាមួយកូនហើយជាពិសេសស្ត្រីកាលមុនប្តីធ្វើការប្រពន្ធនៅចាំផ្ទះមើលកូនតែឥឡូវទាំងប្តីទាំងប្រពន្ធភាគច្រើនធ្វើការកូនទៅរៀនអញ្ចឹងមមទៅជួបគ្នាជួនកាលពេលយប់អ្នកខ្លះអត់ជួបទៀតកូនខ្លះតូចគេងបាត់ព្រឹកឡើងឲ្យចេញទៅធ្វើការពុតមិននិយាយពីខ្លួនឯងទេប៉ុន្តែបងប្អូនច្រើនក៏មានដូចគ្នាអញ្ចឹងដែរអញ្ចឹងអាពេលវេលាជាមួយគ្រួសារនេះតិចអញ្ចឹងហើយដែលថ្ងៃសៅរ៍ថ្ងៃអាទិត្យពេលគាត់សម្រាប់យើងបង្កើតបរិស្ថាន
ចឹងហើយបាននៅកំពង់សោមឆ្នាំនេះខ្ញុំមើលផ្លូវល្បឿនលឿនកើនជាងឆ្នាំទៅឆ្នាំ2024នេះដូចជាង5លានគ្រឿងជាងដែលប្រើល្បឿនលឿនឆ្នាំទៅដូចជា3លានទេមួយខែជាង40,000គ្រឿងអញ្ចឹងភាគច្រើនគឺមិនអ្នកធ្វើការប្រចាំមកផ្នែកនោះគឺជាអ្នកដែលថ្ងៃសៅរ៍ថ្ងៃអាទិត្យគាត់ជិះឡានទៅលេងកំពង់សោមវិលល្ងាចជិះឡានទៅលេងខេត្តផ្សេងវិលល្ងាច